របៀបបញ្ចូលសំឡេងនៅលើវីដេអូរបស់យើងនៅក្នុងកម្មវិធី Facebook អញ្ចឹង Facebook របស់យើងគឺយើងអាចធ្វើការបញ្ចូលសំឡេងដែរដោយយើងមិនប្រើកម្មវិធីផ្សេងជំនួយទេអញ្ចឹងដើម្បីយើងធ្វើការបញ្ចូលសំឡេងបានយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងជាមុនសិនមកហើយបន្តមកទៀតយើងគ្រាន់តែធ្វើការចុចជាមួយនឹង profile Facebook ហើយយើងយកពាក្យថា reel នឹងឯងបាទដើម្បីយើងធ្វើការជ្រើសរើសនៅវីដេអូមួយណាដែលយើងពេញចិត្តក្នុងការបញ្ចូលសំឡេងណាអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសវីដេអូរបស់បងប្អូនអញ្ចឹងមកហើយបន្តមកទៀតមើលត្រង់ចំណុចខាងលើណាខាងលើហ្នឹងគេដាក់ថា audio អញ្ចឹងយើងចុច select ទៅលើ audio មកហើយយើងធ្វើការបិទនៅសំឡេងដើមរបស់វាបាទត្រង់ចំណុចខាងលើនឹងឯងបងប្អូនណាចុចបិទត្រង់ចំណុចហ្នឹងហើយបន្តមកទៀតយើងធ្វើការបន្ថែមនៅសំឡេងឬក៏ការបញ្ចូលសំឡេងរបស់យើងណាយើងចុចខាងក្រោមហ្នឹងដែលគេដាក់ថា add voice over អញ្ចឹងបងប្អូនចុចលើហ្នឹងមកបន្តមកទៀតបងប្អូននឹងឃើញបែបនេះហើយត្រង់ចំណុចខាងក្រោមដែលគេដាក់រូប microphone ហ្នឹងយើងចុចលើនឹងជាមុនសិនមកដើម្បីយើងធ្វើការបើកនៅ microphone ជាមុនសិនណាបាទអញ្ចឹងបងប្អូនចុចលើនឹងហើយបន្តមកទៀតយើងគ្រាន់តែធ្វើការចុចពាក្យថា OK មកបាទរួចហើយយើងអាចធ្វើការបញ្ចូលសំឡេងបានហើយត្រង់ចំណុចហ្នឹងបងប្អូនសង្កត់ឲ្យជាប់មកហើយយើងអាចធ្វើការបញ្ចូលសំឡេងទៅតាមវីដេអូរបស់យើងណាបាទបើសិនជាបងប្អូនបញ្ចូលហើយអត់ត្រូវឬក៏អត់ពេញចិត្តអីមួយចឹងទៅបងប្អូនអាចធ្វើការលុបបានយើងចុចពាក្យថា undo មកហើយបន្ទាប់មកយើងចុចពាក្យថា delete នឹងឯងបាទអញ្ចឹងរាល់វីដេអូណាដែលយើងបានធ្វើការបញ្ចូលហើយយើងអត់ពេញចិត្តគឺយើងអាចធ្វើការលុបចោលវិញបានដូចគ្នាដែរងាយទេបងប្អូនណាបាទហើយបន្ទាប់មកយើងអាចធ្វើការបន្ថែមឬក៏ការបញ្ចូលសំឡេងឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលបងប្អូនពេញចិត្តទៅបាទបើយើងគិតថាល្អហើយយើងគ្រាន់តែចុចពាក្យថាដានមកត្រង់ចំណុចខាងលើនឹងឯងបាទបន្ទាប់មកទៀតយើងខាងក្រោមដែលគេដាក់ថា next ហ្នឹងបងប្អូនចុចត្រង់ចំណុចពាក្យថា next ហ្នឹងមកដើម្បីយើងធ្វើការផុសជាមួយនឹងវីដេអូរបស់យើងណាដែលយើងបានបញ្ចូលសំឡេងហើយមកដល់ត្រង់ចំណុចនេះគឺវាមានយើងសរសេរតាក់ទងជាមួយនឹង description អញ្ចឹងយើងសរសេរចំណងជើងហ្នឹងតាក់ទងជាមួយនឹងវីដេអូរបស់យើងអញ្ចឹងបើសិនជាវីដេអូរបស់បងប្អូននិយាយអ្វីគឺបងប្អូនសរសេរឲ្យតាក់ទងជាមួយនឹងវីដេអូរបស់យើងណាឲ្យត្រូវជាមួយនឹងវីដេអូរបស់យើងតែម្ដងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការបញ្ចូលទៅសេ description នៅក្នុងនឹងហើយបាទចំណងជើងហើយគឺបងប្អូនអាចធ្វើការដាក់ថែម hashtag ហើយ hashtag នេះគឺសំខាន់គឺវាអាចជំរុញវីដេអូរបស់យើងហ្នឹងឲ្យងាយគេឆាប់មើលឃើញវីដេអូរបស់យើងណាអញ្ចឹងបងប្អូនគួរតែធ្វើការដាក់ hashtag ឲ្យបានច្រើនទៅគឺល្អហើយសម្រាប់វីដេអូរបស់យើងនីមួយៗណាក្នុងការដាក់ hashtag ហ្នឹងឯងបាទអញ្ចឹងនេះគឺខ្ញុំសូមដាក់ hashtag កាត់ដើម្បីងាយស្រួលក្នុងការបង្ហាញបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងវាយនៅ hashtag រួចរាល់ហើយគឺត្រង់ចំណុចខាងក្រោមបងប្អូន scroll មកក្រោមបន្តិចមកបាទនៅពេលដែលយើងធ្វើការ scroll មកក្រោមយើងមានពាក្យថា share ហើយអញ្ចឹងត្រង់ចំណុច share ហ្នឹងគឺយើងអាចធ្វើការ share វីដេអូរបស់យើងហ្នឹងនៅក្នុង Facebook បានហើយអញ្ចឹងងាយមែនតើបងប្អូនយើងអាចធ្វើការបញ្ចូលសំឡេងនៅលើវីដេអូរបស់យើងក្នុង Facebook ដោយយើងមិនចាំបាច់ប្រើកម្មវិធីជំនួយទេបាទវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ